បន្ទាប់ពីលីហួរបានចេញពីមន្ទីរពេទ្យហើយគាត់បានទទួលការព្យាបាលជំងឺមហារីកជាលើកទី2ក្រុមគ្រួសារខ្ញុំទាំងមូលគឺធ្វើការផ្លាស់ប្ដូរចំណីអាហារទាំងស្រុងតែម្ដងសម្រាប់បន្លែរបស់ពួកយើងគឺជាប្រភេទបន្លែធម្មជាតិអត់មានសារជាតិគីមីទេលីហួរគាត់រើសចំណីបងប្អូនគាត់អត់ដូចបងស្រីរបស់គាត់ទេបងស្រីរបស់គាត់មិនថាបន្លែឬមួយក៏ជីឬមួយក៏អីទេគឺគាត់ញ៉ាំទាំងអស់ប៉ុន្តែលីហួរមួយគឺគាត់អត់ចូលចិត្តញ៉ាំបន្លែទេបន្លែគ្រប់មុខដែលយើងយកទៅចម្អិនគឺគាត់អត់ញ៉ាំទេប៉ុន្តែបើបន្លែណាដែលគាត់អាចញ៉ាំបានឆៅគឺគាត់ចូលចិត្តខ្លាំងដូចជាការ៉ុតត្រសក់ឬមួយក៏បន្លែអីផ្សេងដែលយើងអាចញ៉ាំឆៅគឺគាត់ញ៉ាំតាមយើងទាំងអស់ហើយអ្វីដែលយើងមិនអាចខ្វះបានសម្រាប់ពួកគាត់ទាំងពីរគឺផ្លែឈើចេះសំណាងដែរបងប្អូនលីហួរអត់ចូលចិត្តបន្លែប៉ុន្តែផ្លែឈើគឺគាត់ចូលចិត្តញ៉ាំដូច្នេះហើយពួកខ្ញុំទាំងអស់គ្នាគឺព្យាយាមរកផ្លែឈើថ្មីសម្រាប់ពួកគាត់ជារៀងរាល់ថ្ងៃកាលពីមុនក៏យើងធ្វើបែបនេះដែរប៉ុន្តែគ្រាន់តែថាក្រោយពីគាត់ធ្វើការព្យាបាលជំងឺមហារីកជាលើកទី2គឺយើងព្យាយាមធ្វើមិនក៏ដោយគឺការវិភាគអាហាររបស់គាត់គឺត្រូវតែល្អសម្រាប់គាត់ងាកទៅលើសកម្មភាពរបស់លីហួរវិញបងប្អូនអើយអត់ចេះនៅស្ងៀមទេគឺថាបើគាត់អត់បានគេងទេគឺយើងគឺអត់អាចសម្រាកដូចគ្នាទោះគាត់ធ្វើសកម្មភាពអត់ឈប់ក៏ដោយប៉ុន្តែខ្ញុំណែនាំឲ្យគាត់ហាត់ប្រាណផងដែរចេះតែប្រាប់គាត់ថាការហាត់ប្រាណគឺធ្វើឲ្យកូនមានសុខភាពល្អរឹងមាំហើយយកឈ្នះជំងឺទៀតអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់ជូនពរបងប្អូនទាំងអស់គ្នាមានសុខភាពល្អសំណាងល្អទាំងអស់គ្នា